តោះបងប្អូនឥឡូវយើងលាងហើយលោកបងប្អូនមកមើលខ្ចៅរបស់យើងវិញបងប្អូនណែឃើញទេគឺភ្លឺរលោងស្អាតបងប្អូនណាវាដាច់តែជាតិដីណាជាតិក្រូមេអត់ដាច់ទេបងប្អូនហើយយើងអត់មានបានលាយសាច់អីគេយើងលាងស្រូវវីតូសុតបងប្អូនណាអានេះយើងប្រឡាក់ទឹកជាតិគ្រូមិនតាន់លាងច្រើនបងប្អូនដោះមកស្អាតភ្លឹងឃើញទេហើយភ្លឺរលោងបងប្អូនណាឃើញទេនេះសឹកតែចាប់ប្រាំងក្រួយអីបងប្អូនមើលហើយដុំកណោលអីឃើញទេគឺភ្លឺរលោងស្អាតបងប្អូនណាអញ្ចឹងចំពោះស្រូវវីតូយើងក៏អត់មានជាតិមេអាស៊ីតកាត់ទេគឺយើងពេលដែលយើងលាងមកគឺដាច់តែជាតិដីណាបងប្អូនណាតែក្រូមេនៅដដែលបងប្អូនបើសិនជាប្រភេទកាត់បងប្អូនលាងមកមិនមែនបានរលោងចេះទេគឺលាងមកគឺស្លេករៀងស្លេកវាភ្លឺមែនតែភ្លឺរៀងស្លេកហ្នឹងបងប្អូនហើយយើងទុកដឹងស្រាប់ហើយបងប្អូនធ្លាប់ជួបហើយណាទុកតែរយៈពេល1ម៉ោង2ម៉ោងទៅឡើងស្លេកឡើងផ្កាអំបិលខ្មៅខ្ចៅហើយតែចំពោះស្រូវវីតូបងប្អូនណាខ្ញុំឲ្យបងប្អូនទុករាប់ខែធានាជូនទុករាប់ខែណាព្រោះដោយសារយើងអត់មានជាតិមេកាត់ទេហើយចំណែកបងប្អូនចង់បានខ្ចៅភេទសនំលាងដាក់សនំណាបងប្អូនណាលាងវីតូមកដឹងតែធានាជូនថាភ្លឺរលោងស្អាតហ្មងអរគុណ